ទោះបីជារដ្ឋាភិបាលបានធ្វើកំណែទម្រង់អនុវត្តប្រព័ន្ធគ្រប់គ្រងរដ្ឋបាលដាក់ចេញនូវគោលនយោបាយលើកកម្ពស់និងការពារសិទ្ធិស្ត្រីយ៉ាងណាក៏ដោយក៏សហជីពកម្មករលើកឡើងថាបញ្ហាស្ត្រីជាពិសេសកម្មការិនីនៅតែជាកង្វល់និងបញ្ហាប្រឈមរបស់ស្ត្រីកម្មកររោងចក្រកាត់ដេរត្រូវបានលើកឡើងនៅក្នុងពិធីជួបជុំសាទរទិវាសិទ្ធិនារីអន្តរជាតិថ្ងៃ8មីនានៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃអាទិត្យនេះរួមមានបញ្ហាប្រាក់ឈ្នួលទាបបញ្ហាធ្វើការច្រើនម៉ោងបញ្ហាធ្វើការក្នុងបរិស្ថានអាក្រក់ការប្រើប្រាស់សិទ្ធិមានការរំខានការមិនទាន់មានតុលាការការងារនិងការរើសអើងផ្សេងៗទៀតនៅតែមានជាបន្តបន្ទាប់បញ្ហាទាំងអស់នេះត្រូវបានសហភាពការងារកម្ពុជារបស់លោកអាត់ធុនចាត់ទុកថាជាហេតុនាំឲ្យស្ត្រីមិនទាន់មានឱកាសក្នុងការអភិវឌ្ឍខ្លួនស្មើភាពគ្នាដូចបុរសនៅក្នុងសង្គមកម្ពុជាក្នុងទិវានារីអន្តរជាតិថ្ងៃ8មីនាតំណាងសហជីពកម្មករបានស្នើសុំឲ្យរដ្ឋាភិបាលដោះស្រាយនៅសំណើ7ចំណុចរួមមានការដំឡើងប្រាក់ខែកម្រិតម៉ោងធ្វើការឲ្យបានត្រឹមត្រូវពង្រឹងការអនុវត្តកិច្ចការពារសង្គមផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិ ILO លេខ183ស្ដីពីការគាំពារស្ត្រីនៅពេលលំហែមិត្តភាពនិងលេខ189ស្ដីពីការងារសមរម្យដល់កម្មករបម្រើការងារតាមផ្ទះជំរុញនយោជកឲ្យបញ្ឈប់ការប្រើប្រាស់កិច្ចសន្យាខ្លីបង្កើតយន្តការទប់ស្កាត់និងការពារកម្មករចំណាក់ស្រុកនិងបង្កើតតុលាការការងារកង្វល់បញ្ហានិងសំណើរបស់សហជីពកម្មករខាងលើគឺជាការគិតគូររបស់រដ្ឋាភិបាលលោកផៃស៊ីផាន់អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលើកឡើងថាកម្ពុជាបានផ្ដល់តម្លៃដល់ស្ត្រីមុនគេតាំងពីសម័យដើមដោយចាត់ទុកមេដាជាធំក្នុងនោះស្ត្រីក៏បានដើរតួនាទីសំខាន់នាំមុខក្នុងការដឹកនាំប្រទេសកម្ពុជាផងដែរ